រដងត្រូវតែចាក់បញ្ឆេវញ៉ាំនៅផ្ទះចឹងណាអ្នកទាំងអស់គ្នាតែលើកនេះមានណាដូរបរិយាកាសទៅញ៉ាំបញ្ឆេវនៅវាស្រែតែញ៉ាំនេះគឺនៅកតុយឡានទេថាពួកខ្ញុំទៅធ្វើអីយកមកញ៉ាំនៅវាស្រែតែបើកលេចទៅមើលជនជាតិកូរ៉េវិញអ្នកទាំងអស់គ្នាឡានតម្រៀបគ្នាដង្ហែតែម្ដងនេះបងប្អូនទៅតំណាក់ស្ទូចថ្ងៃអាទិត្យថ្ងៃវិសុខសម្រាប់ចឹងស្បូរមែនតែនកលេចមកទឹកយើងវិញណា ញ៉ាំបញ្ឆេវមុនហ្នឹងអ្នកទាំងអស់គ្នាមិនមែនមកដល់ញ៉ាំភ្លាមនោះទេគឺនាំគ្នាជីឡានកន្លងមកជុំព្រោះថាតាមដងស្ទឹងដងអូរបស់គេហ្នឹងជនជាតិកូរ៉េពួកគាត់នាំគ្នាបោះតង់ច្រើនមែនតែនអញ្ចឹងទៅបងប្រុសគាត់ជីឡានរើមើលកន្លែងចតបើនិយាយពីខ្ញុំវិញអ្នកទាំងអស់គ្នាពីមុនណាចេះឆ្ងល់ថាជនជាតិកូរ៉េថ្ងៃឈប់សម្រាកថៃបាននៅផ្ទះជួបជុំប្រពន្ធកូនចេះតែមកកន្លែងស្ទូចត្រីអញ្ចឹងនៅឆ្នាំមួយនោះអ្នកទាំងអស់គ្នាខ្ញុំមិនក៏បានទៅស្ទូចត្រីខ្លួនឯងស្ទូចបានសិតតាត្រីកត្រប់ស្ទូចបានច្រើនមែនតែនពេលយើងដាក់នុយឲ្យស្ទូចបានរហូតចឹងទៅមានអារម្មណ៍មួយថាឲ្យតែថ្ងៃឈប់សម្រាកចិត្តតែចង់ទៅស្ទូចដល់ពេលហ្នឹងទៅទើបយល់អារម្មណ៍ខ្លួនឯងថាថៃបានជនជាតិកូរ៉េភាគច្រើនថ្ងៃឈប់សម្រាកគឺនាំគ្នាទៅស្ទូចត្រីតើតែឆ្លងកាត់ខ្លួនឯងបែបនេះអ្នកទាំងអស់គ្នាទើបយល់ហើយបើនិយាយពីបងប្រុសខ្ញុំនេះវិញមិនដឹងថាបើកឡានដល់ណាដល់ណីទេបើកនឹងបើកចុះឡើងត្រឡប់ទៅក្រោយវិញទម្រាំតែរកកន្លែងចតឃើញអ្នកទាំងអស់គ្នាដូចឃើញនៅក្នុងវីដេអូហ្នឹងគឺជីកាត់វាស្រែគេនឹងមិនដឹងប្រហែលគីឡូរួចហើយមកទេតែវាស្រែគេនេះគឺតសើដែរឡានអាចបើកចូលបានចឹងអ្នកទាំងអស់គ្នានៅប្រទេសកូរ៉េអ្នកទាំងអស់គ្នាក៏លេចទៅត្រង់ណាក៏ឃើញតែភ្នំដែរនិយាយទៅជនបទរបស់គេយើងក៏លេខក៏មានអគារខ្ពស់ដែរចឹងអ្នកទាំងអស់គ្នាបន្ទាប់ពីជីឡានបានមកជុំរួចហើយអ្នកទាំងអស់គ្នាមកដល់ត្រង់នេះមានណាអត់បងអង្គយូរទេទាញកាមេរ៉ាថតយកតែម្ដងទេសភាពត្រង់នេះរៀងស្រស់ស្អាតហើយមានវាស្រូវវាស្រែគេហើយក៏មានហៅស៊ឺគេនៅចិត្តនឹងដែរបន្ទាប់ពីថតបានមកបន្តិចនឹងហើយមានណាដល់វគ្គទៅបងត្រីម្ដងđể vai bói bằng ngành của mấy cái điện đây không bờ bật được thôi bên thầy chụp tay như này nè qua điện đây năng này bây giờ ba quay ra rồi thôi biết đây từ cả hai dương có dùng nắngក៏លេខមកដល់ត្រង់នេះអ្នកទាំងអស់គ្នាគឺខ្ញុំថតពេលយប់ទេគឺស្រស់ស្អាតមែនតែនទេសភាពមួយនេះគឺខ្ញុំស្រឡាញ់មែនតែនហើយព្រះច័ន្ទក៏រះដែរថ្ងៃនោះវីដេអូក៏មានតែប៉ុណ្្នេះដែរអ្នកទាំងអស់គ្នាអរគុណច្រើនសម្រាប់ការចូលទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ